បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Tasiva Family ថ្ងៃនេះខ្ញុំបានបង្ហាញវីដេអូមួយដែលភ្ញៀវបាន booking ខ្ញុំបាទហើយនៅតាមផ្លូវគឺចាប់ដើមស្ទះបដាហើយបាទនេះគឺនៅផ្លូវសហព័ន្ធរុស្ស៊ីបាទចុះពីស្ពានអាកាស7 មករាបាទទៅយកភ្ញៀវនៅខាងcondo រំដួល condo បាទនៅចិត្តមន្ទីរពេទ្យ Royal បាទឥឡូវនេះខ្ញុំចាប់ដើមចេញទៅហើយនៅពេលនេះម៉ោង 5:42 នាទីពេញស្ទះហើយបាទផ្លូវពេញស្ទះហើយបាទដោយសារតែផ្លូវហ្នឹងឲ្យតែពេលល្ងាចអីចាប់ដើមស្ទះខ្លាំងតែម្ដងបាទហើយចរាចរណ៍ស្ទះហើយផ្លូវចាប់ដើមណែនហើយមួយទៀតមេឃបន្តភ្លៀងរហូតបាទមួយរយៈនេះឃើញមេឃភ្លៀងរហូតបាទគឺភ្លៀងខ្លាំងមែនតើបាទហើយឥឡូវនេះខ្ញុំបានយកភ្ញៀវបាទទៅយកភ្ញៀវបុកគាត់រងចាំយូរតិចបាទជាស្រ័យដល់ភ្ញៀវផងបាទដោយសារតែផ្លូវហ្នឹងដឹងស្រាប់ហើយបាទពេលល្ងាចស្ទះប៉ុន្តែខ្ញុំនៅពេលបុកឃើញហើយខ្ញុំតែងតែផ្ញើសារមេសេចទៅប្រាប់ភ្ញៀវរឿយៗបាទថាសូមអធិស្ឋានអីចឹងទៅខ្ញុំនៅតាមផ្លូវកំពុងស្ទះខ្លាំងអីចឹងណាខ្ញុំអាចទៅនឹងអាចយើងលេតបន្តិចតួចបាទរយៈពេល4-5 នាទី4-10 នាទីអីយើងសារឆាតប្រាប់ភ្ញៀវបាទដើម្បីជៀសវាងការ cancel ច្រើនពីភ្ញៀវបាទនៅពេលយើងធ្វើអញ្ចឹងទៅបានភ្ញៀវគាត់យល់ពីអារម្មណ៍យើងដែលយើងស្ទះអញ្ចឹងទៅគាត់យល់បាទនៅពេលខ្លះភ្ញៀវខ្លះគាត់អាចចាំបានអញ្ចឹងបើយើងអត់បាន message ទៅគាត់អាចនឹង cancel បាទឥឡូវនេះខ្ញុំមកដល់condo រំដួល condo ហើយបាទនៅទល់មុខ Royal ពេទ្យមន្ទីរពេទ្យ Royal ទឹកថ្លាហ្នឹងបាទខ្ញុំចាប់ដើមយកភ្ញៀវបាទរងចាំភ្ញៀវគាត់ដើរមកដោយសារយើងឡើងទៅលើរួចបាទគេធ្វើខឿនច្រើនពេកបាទឥឡូវនេះខ្ញុំនៅចាំគាត់បន្តិចបាទនៅគាត់មកដល់ហើយបាទអញ្ចឹងចូលឡានហើយគោលដៅគាត់បុកពីទឹកថ្លាហ្នឹងទៅខាងទូតពងបាទទូតពងបាទសិតតែផ្លូវស្ទះហ្មងបាទតែខ្ញុំបត់ត្រឡប់ក្រោយវិញបាទចូលតាម condo អាណាកាវ៉ាទឹកថ្លាហ្នឹងបាទចាក់ទៅឡើងខាងstop អូបៃក្អមបាទឡើងតាម271បាទកាត់ប៉ែតរុស្ស៊ីដើម្បីជូនគាត់តម្លាក់គាត់នៅខាងបឹងតំពុនបាទបឹងតំពុនហើយសួរថាមកបងហ្នឹងបានប្រហែលបាទអត់ច្រើនទេបាទចង្ងាយហ្នឹងបាន10000ជាងអីបាទ10000ស្ដាងអីបាទដោយសារតែគីឡូបើគិតទៅវាប្រហែលជា4គីឡូអីទេបាទ4គីឡូ5គីឡូអីទេបាទអញ្ចឹងវាចែកជាគីឡូទៅវាបាន10000ជាងអីបាទហើយនេះចរាចរណ៍បាទនៅមុខផ្សារទឹកថ្លាបាទពេលទៅស្ទះខ្លាំងពេលមកមិនសូវជាស្ទះប្រហែលទេបាទហើយនេះដោយសារបានមេឃភ្លៀងខ្លាំងផងមេឃយ៉ាងភ្លៀងខ្លាំងចរាចរណ៍យ៉ាងល្មមមិនសូវស្ទះខ្លាំងទេបាទអញ្ចឹងខ្ញុំចាប់ដើមទទួលបានភ្ញៀវហើយខ្ញុំបានបត់ត្រឡប់ក្រោយនៅខាងមុខនេះបាទមកដល់ទឹកថ្លាបាទមកដល់មុខផ្សារទឹកថ្លាហើយបាទតើយើងបត់ពីមុខវិញបាទនេះលទ្ធផលបាទខ្ញុំសរុបពេញមួយថ្ងៃតែម្ដងទៅបាទ pass up ខ្ញុំបានប្រហែលណាបាទ pass up បាន10បងបាទបានលុយ 123,000 រៀលបាទហើយនេះមានភ្ញៀវ concert ពេលម៉ោង 5 ស្ទះខ្លាំងនឹងច្រើនបាទពីច្រើនបងខ្លីៗបាទចុងក្រោយបានភ្ញៀវបុកទៅពលានមួយជើងបាទបាន 47,000 បាទហើយនេះលទ្ធផលរបស់ Grab ខ្ញុំហើយខ្ញុំនឹងបង្ហាញ pass up មួយទៀតបាទចាំមើល pass up បានប៉ុន្មានបាទ pass up ខ្ញុំបាន3បងពេញមួយថ្ងៃបាទបាន 55,900 បាទអញ្ចឹងសរុបទៅថ្ងៃហ្នឹងខ្ញុំបាន 17,000 បាទ17,000 ក្នុងមួយថ្ងៃពេញមកបាទខ្ញុំចេញពីម៉ោង 9 ម៉ោង 10 ព្រឹកបាទរហូតដល់ម៉ោង 9 យប់បាទខ្ញុំចូលផ្ទះវិញបាទអញ្ចឹងសរុបលទ្ធផល Grab បាន10បង Pass Up បាន3បងសរុបបានលុយគឺបាន 17,000 3,000 បាទអរគុណ